ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានម៉ូតខ្សែដៃក្រងពីអំបោះថ្មីមួយម៉ូតទៀតដែលមើលទៅគឺស្រស់ស្អាតមែនតែនដោយនៅឆ្នូតចំកណ្ដាលវាមានកាឡាបញ្ឆិតពីរពណ៌លាយចូលគ្នាម៉ូតនេះពេលដែលក្រងហើយតូចល្មមទេហើយទន់ស្រួលប្រើរបៀបក្រងក៏ងាយដែរបងប្អូនយើងក្រងតែមួយផ្លែតទេគឺយើងបានប្រើហើយរបៀបចិត្តមុខក៏ស្រួលដែរយើងអាចរូតចេញរូតចូលបានងាយស្រួលក្នុងការពាក់ងាយស្រួលក្នុងការដោះមុននឹងចាប់ផ្ដើមក្រងខ្ញុំសូមបង្ហាញបងប្អូនពីសម្ភារៈដែលខ្ញុំយកមកប្រើមួយចំនួនសិនខ្ញុំមានអំបោះពណ៌ស្បកអាលឹង2ខ្សែមួយខ្សែប្រវែងរបស់វា80សង់ទីម៉ែត្រនិង2ខ្សែទៀតនេះប្រវែងរបស់វាក៏80សង់ទីម៉ែត្រដូចគ្នាទំហំអំបោះ2ខ្សែហ្នឹងគឺខុសគ្នាបងប្អូនពណ៌ផ្ទៃមេឃហើយនិងពណ៌លឿងទំហំរបស់វា 0.6 មីលីម៉ែត្រចំណែកឯពណ៌ស្បកអាលឹងទំហំរបស់វា1មីលីម៉ែត្រនិងបោះមួយខ្សែចុងក្រោយគេប្រវែងរបស់វា25សង់ទីម៉ែត្រខ្ញុំយកមកសម្រាប់ផ្ចិតមុខសម្ភារៈបន្ទាប់បន្សំជំនួយក្នុងការធ្វើមានកត្រៃដេកេតយោតូចមួយស្កុតហើយនឹងបន្ទាត់សម្រាប់យកមកវាស់យើងសម្រាប់ចោលផ្សេងអញ្ចឹងណាបងប្អូនចាប់ផ្ដើមដំបូងគេខ្ញុំយកអំបោះពណ៌សបកអាលឹកហ្នឹងយកមកប្រើមុនគេខ្ញុំយកមួយខ្សែមកប្រើសិនដោយយកមួយខ្សែហ្នឹងមកបត់ជាពីរសម្រាប់ធ្វើខ្សែបង្គោលពេលដែលយើងបត់ហើយយើងយកបន្ទាត់មកវាស់ចោលចុងកន្ទុយខ្សែហ្នឹងប្រវែង12សង់ទីម៉ែត្រសម្រាប់ទុកធ្វើរំយោលពេលហ្នឹងយើងយកស្កុតមកបិទចំណាំងាយស្រួលក្នុងការពេលដែលយើងក្រងចាប់ពីស្កុតហ្នឹងទៅយកកន្ទុយអំបោះទៅគៀបជាមួយនឹងក្តារយើងគៀបបែបនេះដើម្បីតាក់ធ្វើម៉េចឲ្យអំបោះហ្នឹងសន្ធឹងជាប់បានល្អងាយស្រួលពេលដែលយើងក្រងស្រួលបើសិនជាយើងអត់ទាញអំបោះឲ្យសន្ធឹងចឹងទេក្រងពិបាកណាស់រួចហើយទាញកន្ទុយខ្សែចុងមួយចំហៀងទៀតយកមកគៀបនឹងក្តារដូចគ្នាទាញឲ្យតឹងគៀបឲ្យជាប់បន្ទាប់មកខ្ញុំកន្លែងស្កុតហ្នឹងយើងសកត់ឲ្យជាប់ទៅនឹងក្តារទៅគឺយើងចំណាំថាពេលដែលយើងក្រងយើងចាប់ផ្ដើមក្រងពីថងហ្នឹងមកដែលកេះខ្ញុំយកមកកល់វាឲ្យខ្សែបង្គោលហ្នឹងហើបពីក្តារបន្តិចងាយស្រួលពេលដែលយើងក្រងយើងអាចសោកខ្សែចុះឡើងបានងាយស្រួលបន្ទាប់មកទៀតខ្ញុំយកអំបោះពណ៌លឿងហ្នឹងយកចុងរបស់វាហ្នឹងបត់បន្តិចហើយពាត់វាឡើងមកលើសោកពីក្រោមខ្សែបង្គោលហើយពាត់កន្ទុយអំបោះខាងវែងហ្នឹងឡើងមកលើតាក់ចងវាធ្វើម៉េចឲ្យជាប់ជាមួយនឹងខ្សែបង្គោលចាអញ្ចឹងកន្ទុយអំបោះវែងហ្នឹងដែលវែងមួយចំហៀងវែងមួយចំហៀងខ្លីចំហៀងខាងខ្លីយើងអត់ប្រើទេយើងប្រើតែខាងវែងចំហៀងខាងវែងយើងពាត់ទៅខាងស្ដាំបន្ទាប់មកយកអំបោះពណ៌សបកអាលឹកហ្នឹងយកមកបត់កន្ទុយបន្តិចសោកពីក្រោមយកអំបោះពណ៌ផ្ទៃមេឃមកសោកចូលក្នុងអំបោះពណ៌សបកអាលឹកហើយបន្ទាប់មកយើងទាញរុញកន្ទុយវាហ្នឹងទាញអំបោះពណ៌សបកអាលឹកឡើងមកលើពាត់យើងពាត់ធ្វើបែបនេះគឺដើម្បីតាក់ឲ្យជាប់ជាមួយនឹងខ្សែបង្គោលចាអញ្ចឹងពេលហ្នឹងដែរបងប្អូនយើងរុញទៅឲ្យកិបជាមួយនឹងស្កុតខាងលើទៅហើយយើងទាញខ្សែពណ៌សបកអាលឹកនៅខាងក្រោមពណ៌លឿងនៅខាងលើចាយើងធ្វើបែបនេះខ្ញុំបង្ហាញបងប្អូនបែបនេះដើម្បីងាយស្រួលពេលដែលយើងចាប់ផ្ដើមក្រងដំបូងគេយើងចាប់ផ្ដើមទាញខ្សែពណ៌លឿងសោកពីក្រោមខ្សែពណ៌សបកអាលឹកកន្ទុយខាងស្ដាំហ្នឹងណាបងប្អូនហើយពាត់ទៅក្រោមខ្សែបង្គោលទៀតបន្ទាប់មកទៀតយើងពាត់កន្ទុយខ្សែពណ៌លឿងនឹងដដែលដែរមកកងនៅលើខ្សែបង្គោលហើយក៏កងនឹងកន្ទុយខ្សែពណ៌សបកអាលឹកខាងស្ដាំដែរយកកន្ទុយខ្សែពណ៌សបកអាលឹកខាងស្ដាំហ្នឹងមកពាត់ពីលើខ្សែពណ៌លឿងហើយយកកន្ទុយវាសោកពីក្រោមខ្សែបង្គោលរុញទៅប្រឡោះខ្សែពណ៌លឿងហើយរឹតឲ្យតឹងពេលដែលយើងរឹតបានអញ្ចឹងហើយយើងខ្សែពណ៌សបកអាលឹករបស់យើងហ្នឹងពាត់មកខាងឆ្វេងហើយកន្ទុយអញ្ចឹងយើងចាប់ផ្ដើមទាញកន្ទុយអំបោះពណ៌ផ្ទៃមេឃពីក្រោមពណ៌សបកអាលឹកមិញហ្នឹងដែលនៅខាងឆ្វេងណាកន្ទុយអំបោះពណ៌ផ្ទៃមេឃគឺនៅខាងឆ្វេងចាយើងទាញមកហើយពាត់ពីក្រោមហើយពាត់ក្រោមខ្សែបង្គោលដូចគ្នាបន្ទាប់មកយកកន្ទុយខ្សែពណ៌ផ្ទៃមេឃហ្នឹងពាត់មកលើខ្សែបង្គោលពាត់ទៅខាងឆ្វេងវិញទាញកន្ទុយខ្សែអំបោះខាងឆ្វេងពណ៌សបកអាលឹកហ្នឹងយកមកសោកពីក្រោមខ្សែបង្គោលហើយសោកចូលទៅក្នុងប្រឡោះពណ៌អំបោះពណ៌ផ្ទៃមេឃហើយរឹតឲ្យតឹង
ចាអញ្ចឹងខ្សែកតុយខ្សែពណ៌សបកលឹករបស់យើងពត់ទៅខាងស្ដាំវិញម្ដងធ្វើដូចលើកមុនដែរទាញកតុយខ្សែខាងស្ដាំហ្នឹងដែលនៅខាងលើពណ៌លឿងហ្នឹងពត់មកក្រោមខ្សែពណ៌សបកលឹកពត់ក្រោមខ្សែបង្គោលហើយពត់មកលើខ្សែបង្គោលវិញទាញកតុយខ្សែសបកលឹកនៅខាងពណ៌សបកលឹកនៅខាងស្ដាំហ្នឹងពត់ពីលើខ្សែពណ៌លឿងសោកពីក្រោមខ្សែបង្គោលសោកទៅក្នុងប្រឡោះអំបោះពណ៌លឿងទាញរឹតឲ្យតឹងបន្ទាប់មកយើងបដូរទិសដៅមកខាងឆ្វេងវិញគឺទាញអំបោះពណ៌ផ្ទៃមេឃដូចលើកមុនដែរទាញពីក្រោមអំបោះពណ៌សបកលឹកហើយក្រោមខ្សែបង្គោលពត់ឡើងមកលើខ្សែបង្គោលវិញទាញកតុយអំបោះពណ៌សបកលឹកហ្នឹងមកកងពីលើពត់មកខាងស្ដាំហើយរុញកតុយអំបោះហ្នឹងពីក្រោមទៅក្រោមខ្សែពណ៌ផ្ទៃមេឃហ្នឹងដដែលចាបងប្អូនអញ្ចឹងរបៀបក្រងអត់មានអីពិបាកទេគឺយើងធ្វើទៅមកគឺរបៀបទាញពត់ខ្សែអំបោះដដែលដូចខាងឆ្វេងខាងស្ដាំដដែលប៉ុន្តែគ្រាន់ថាពេលដែលយើងពត់អំបោះហ្នឹងពណ៌ផ្ទៃមេឃនៅខាងឆ្វេងគឺពត់ហើយត្រូវតែនៅខាងឆ្វេងចំណែកឯពណ៌លឿងនៅខាងស្ដាំពត់ហើយត្រូវតែនៅខាងស្ដាំប្លែកតែអំបោះពណ៌ស្រអលឹកទេដែលបដូរទៅដៅពីម្ដងឆ្វេងម្ដងស្ដាំចាឥឡូវនេះខ្ញុំក្រងបង្ហាញបងប្អូនរួចរាល់ហើយបងប្អូនកតុយខ្សែដែលនៅសល់យើងកាត់ចោលដុតរោលភ្លើងជិបពិតវាឲ្យជាប់ជាការស្រេចរួចរាល់ហើយបងប្អូនប្រវែងខ្សែដៃដែលខ្ញុំក្រងហើយគឺបាន16សង់ទីម៉ែត្រចុងក្រោយគេយើងធ្វើរំយោលខ្ញុំធ្វើម៉ូតមិនមានម៉ូតអីច្រើនទេដោយខ្ញុំយកទៅយោមកដាក់រ៉បជាមួយនឹងខ្សែអំបោះកតុយខ្សែដែលខ្ញុំទុកចោលទុកសល់ហ្នឹងហើយបន្ទាប់មកយកមករុំជាមួយនឹងតយោហ្នឹង3ជុំសោកកតុយអំបោះចូលទៅក្នុងតយោហើយបន្ទាប់មកយើងរុញតយោហ្នឹងជាមួយនឹងអំបោះដែលយើងសោកចូលហ្នឹងឲ្យវាចេញមកយើងសារ៉េកតុយខ្សែកតុយរំយោលហ្នឹងស៊ីសងអាស្រ័យទៅលើបងប្អូនដែរបើបងប្អូនចង់ទុកវែងទុកខ្លីគឺយើងអាចសារ៉េទៅតាមហ្នឹងបានប៉ុន្តែដែលខ្ញុំទុកនេះប្រវែងរបស់វាគឺ6សង់ទីម៉ែត្របងប្អូនអញ្ចឹងយើងបន្តធ្វើរំយោលទាំង4បន្តធ្វើរួចរាល់ហើយឃើញអត់បងប្អូនពេលដែលយើងរុំ3ជុំវារៀងវែងតិចដែរបើសិនជាបងប្អូនចង់ធ្វើឲ្យវែងជាងហ្នឹងក៏បានដែរយើងទុកកតុយអំបោះឲ្យវែងជាងហ្នឹងហើយរុំឲ្យច្រើនជុំបន្ទាប់មកយើងដាក់កតុយរំយោលទាំងពីរហ្នឹងបច្រាស់គ្នាហើយយកកតុយខ្សែដែលខ្លីខ្ញុំបង្ហាញបងប្អូនមុនហ្នឹងយកមកបត់ជា2ហើយពត់វាពត់ឡើងមកដាក់ពីក្រោមយកអំបោះហ្នឹងទៅដាក់ពីក្រោមខ្សែរំយោលហ្នឹងហើយរុញកតុយអំបោះឡើងមកលើរុញចូលទៅក្នុងប្រឡោះដែលយើងទុកហ្នឹងហើយទាញវារឹតឲ្យតឹងការដែលយើងធ្វើខ្សែចំណងចងផ្ចិតខ្សែដៃនេះយើងចងកុំឲ្យតឹងពេកហើយកុំឲ្យធូរពេកដែរបើសិនជាយើងចងរឹតតឹងពេកធ្វើឲ្យយើងពិបាកក្នុងការទាញចេញទាញចូលអញ្ចឹងយើងធ្វើមកល្មមចាបន្តក្រងពាត់ខ្សែទៅក្រោមហើយកងទៅលើខ្សែមួយចំហៀងទៀតហើយក្រងបែបនេះទៅមកជាទូទៅខ្ញុំធ្វើ6ទៅ8ដងចំពោះបងប្អូនបើចង់ធ្វើវែងជាងហ្នឹងក៏បានដែរកតុយខ្សែដែលនៅសល់យើងកាត់ហើយយើងអុជវាពិតវាជាការស្រេចចាដោយសារតែអំបោះមានជាតិលីឡុងអត់យើងពិតតែប៉ុណ្ណឹងគឺជាប់ហើយបងប្អូនមើលបងប្អូននេះខ្សែដៃយើងអាចរូតទាញចេញទាញចូលបានយ៉ាងងាយស្រួលធ្វើឲ្យយើងងាយស្រួលក្នុងការពាក់ងាយស្រួលក្នុងការដោះខ្សែដៃមួយអាស្រ័យទៅលើបងប្អូនដែរបើសិនជាបងប្អូនស្រឡាញ់រំយោលយើងធ្វើរំយោលទៅបើសិនជាបងប្អូនអត់ស្រឡាញ់រំយោលទេបងប្អូនអាចធ្វើរបៀបបែបសាមញ្ញដោយធ្វើជាលក្ខណៈដូចលេវសម្រាប់តាក់អីដូចខ្ញុំធ្វើបង្ហាញបងប្អូនមួយនេះក៏បានដែរប៉ុន្តែអាហ្នឹងអាស្រ័យលើបងប្អូនដែរបើសិនជាបងប្អូនស្រឡាញ់បែបតាក់ដូចលេវអញ្ចឹងក៏បានដែរនេះដូចខ្សែដៃដែលខ្ញុំក្រងមុននេះខ្ញុំអត់ធ្វើរំយោលទេខ្ញុំគ្រាន់តែតិចតែយកធ្វើលក្ខណៈមួយសម្រាប់តាក់ជាការស្រេចប៉ុន្តែការតាក់បែបនេះវាអត់មាំដោយការដែលយើងចងធ្វើរំយោលទេបងប្អូនខ្សែដៃរបស់យើងក្រងរួចរាល់ហើយបងប្អូនមើលម៉ូតរបស់វាស្រស់ស្អាតណាស់តូចល្មមទន់ស្រួលក្នុងការប្រើ
ម៉ូតនេះបងប្អូនពេញចិត្តអត់បើបងប្អូនពេញចិត្តបងប្អូនមើលវីដេអូខ្ញុំចប់ហើយប្រកាសជាធ្វើបានដូចខ្ញុំដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចណាជួយចុច Subscribe Channel មូក្រាស់ម្នាក់មួយផងបងប្អូននឹងទទួលបាននៅវីដេអូថ្មីដែលបង្ហាញពីរបៀបក្រងខ្សែដៃម៉ូតថ្មីប្លែកចំពោះបងប្អូនដែលមើលនៅក្នុង page បងប្អូនអាចចូលទៅមើល page ស្មៃមីបានកុំភ្លេចណាពេលដែលមើលហើយជួយចុច follow page ស្មៃមីម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ